Hello សួស្តីអ្នកគ្នាជួយជាមួយខ្ញុំ Not Gaming ឥឡូវខ្ញុំមកប្រាប់ពីរបៀបនៃការដាក់ mode ឲ្យ LAN យើងច្បាស់អីចឹងណាអ្នកគ្នាយើងធ្វើការលេងសារថ្មីហើយហ្គេមនេះក៏យើងលេងដាក់ mode កើតដែរអ្នកគ្នាវាដាក់ mode កើតប៉ុន្តែគ្រាន់តែយើងទៅដាក់ mode តែនេះខ្ញុំលេងនេះវាអត់ទាន់ mode ទេតែគ្រាន់តែវា graphic វារឿងអន់មកតែចឹងខ្ញុំនឹងទៅបន្ថែម graphic វាច្បាស់ជាងមុនអីចឹងណាអ្នកគ្នាតែនេះមើលទៅបើយើងដាក់ mode ដាក់បានតែសំខាន់យើងហ្គេមនេះយើង down មកតើមាន mode ឬស្រាប់អញ្ចឹងណាបើវាស៊ីនអញ្ចឹងណាអ្នកគ្នាដល់ឥឡូវញ៉ាំមើលតាក់ស៊ីទៅឡើងរោក្រាក់មែនតើកញ្ចក់អបបីដូចយំបលអត់ដូចមានហ្មងអ្នកគ្នាឡើងកញ្ចាស់ហ្មងឥឡូវតានេះរកទៅខ្ញុំខ្ញុំទៅការម៉ាត់តានេះមួយសិនបាយតានេះមួយខ្ញុំថាចង់វាយនេះឥឡូវខ្ញុំវាយតានឹងមួយសិនដល់អ្នកគ្នាចាំមកវាស្លេកថាជាស្រ័យបងអ្នកគ្នាម៉ាត់តានេះងាប់មួយសិនមកចាស់តបដៃតែរយបាត់លើមួយអូខេយើងបើកឡាននេះស្ទៀវខ្ញុំបុកស្ទៀវទៀតមិនស្អប់ហ្នឹងអត់ស្ទៀវមករំស្ទៀវក្នុងតែខ្ញុំបុកណូណាអត់ឃើញបុកមកវាលេងណាគ្នាឥឡូវយើងធ្វើការបុកវាមួយសិនទៅដើម្បីធ្វើការយកលុយយកអីចឹងងាប់ពីឥឡូវនៅមួយទៀតតែ100មួយអត់ទៀតហើយឃើញគាត់ថាខ្ញុំបុកគ្នាវាភ្លាមគ្នាវាមកហ្វាក់យូដាក់មួយទៅខ្ញុំដាក់ហ្វាក់យូទៅវិញអូខេឥឡូវវាមកវ៉ាវខ្ញុំហើយនេះចុចហ្វាក់យូចឹងទៅវាអត់ខឹងយើងទេតែបើយើងចុចមេដៃដល់វាខឹងហើយហ្នឹងហ្វាក់យូស្ទៀវប្រទេសគេយ៉ាងឯងណាគ្នាអញ្ចឹងវាអត់ខឹងយើងទេគាត់ថាវាកវាយយើងចង់រវាយយើងហ្នឹងយើងក៏ថយកិនទៀតតែកិនខុសវារយដល់វាបុកតានេះតិចទៀតសាក់គ្នាវារួមសាក់គ្នាវាខ្ញុំខ្លាចគ្នាវាបាញ់ហើយខ្ញុំបើកឡានទៅសិនទៅណាគ្នាអូខេតោះឥឡូវយើងទៅធ្វើដាក់ម៉ូដទាំងអស់គ្នាអ្នកគ្នានេះហ្គេមខ្ញុំមាន2អ្នកគ្នានិយាយច្រឡំលុបអ្នកគ្នាអត់ទេហ្គេមហ្នឹងវាមានម៉ូដស្រាប់នេះអត់មានម៉ូដទេអញ្ចឹងយើងធ្វើការដាក់ម៉ូដអាហ្នឹងអូខេចុច server ហើយយើងយកពាក្យថាកន្លែង download មកអ្នកគ្នាពាក្យកន្លែង download នេះកន្លែង download យើងធ្វើការ select នេះមកហើយបើអ្នកគ្នាចង់មកលេខកូដអ្នកគ្នាមើលឲ្យចប់ឃើញពីកូដវាឥឡូវយើងធ្វើការដាក់លេខកូដអូខេមកដល់កន្លែងនេះយើងបំពេញកន្លែងនេះវាមកខ្ញុំមិនដឹងវាមិនទេ record ខ្ញុំវាកាត់កន្លែងនោះចោលបាត់អញ្ចឹងណាអ្នកគ្នាចឹងវាដល់កន្លែងហ្នឹងបើអ្នកគ្នាអាចយល់អ្នកគ្នាអាចទៅចូលអ្នកគ្នាដោនទៅអ្នកគ្នាអាចដាក់វាបានហើយអញ្ចឹងមេវាស៊ីទៅ10មេទេអ្នកគ្នាអូខេដល់ឥឡូវយើងធ្វើការដាក់វាមកដាក់ DHT មកអ្នកគ្នាឥឡូវស្រួលរកទេដាក់ DHT មកហើយយើងបានហើយយើង copy វាមកអូខេយក copy មកយកកន្លែង download សិនអ្នកគ្នាយក copy អានេះមក copy ក៏បានកាត់ក៏បានដែរសម្រាប់ខ្ញុំយកកាត់ហ្មងអ្នកគ្នាខ្ជិលហើយយកកាត់ហ្មងនេះដាក់ឡើង data យើងផាសកន្លែងហ្នឹងចូលមកអ្នកគ្នាអូខេខ្ញុំធ្លាប់មានស្រាប់ហើយអញ្ចឹងយើងផាសចូលមកវានៅជាប់ឯហ្នឹងវាយើងដោនអានោះមកវាជិះអញ្ចឹងណាតោះឡើយយើងចូលកែសារថ្មីអូខេចាំវា play សិនទៅអ្នកគ្នាវាដើរស្រួលអានេះហ្គេមគេនេះតម្រូវឲ្យយើងដាក់ម៉ូដសំខាន់វាបើយើងដល់ស៊ីនមកយើងដាក់ម៉ូដកាទៅយើងមានតាអញ្ចឹងណាតែនេះខ្ញុំលេង OBD ទេនឹង GTA ធម្មតាអញ្ចឹងវាឲ្យនេះឥឡូវអ្នកគ្នាមើលកណាហ្វិចទៅគឺវាច្បាស់ជាងមុនអ្នកគ្នាឃើញបើយើងស្រីកន្លែងនោះទៀតវាច្បាស់ជាងមុនកាន់តែហ្មងអ្នកគ្នាហើយយើងធ្វើការទៅមើលឡានអ្នកគ្នាតែយើងដាក់ម៉ូដកាសំខាន់យើងដាក់ឲ្យដល់ឡានហើយ graphic យីរួមច្បាស់ជាងមុនអញ្ចឹងណាអ្នកគ្នានេះអ្នកគ្នាមើលឡានទៅឃើញកញ្ចក់វិញអត់ចាស់ទេឥឡូវមើលមានឡើងចាស់ទេអាសាចេះឡានតាក់ស៊ីនៅថ្មីមកអ្នកគ្នាមើលចុចមកនេះបើយើងមកទៅយើងដោនអាស៊ីនវាអត់បានប្រហែលប៉ុណ្ណឹងឯងមិនសំខាន់យើងដាក់ម៉ូដវាទៅវាបន្ថែម graphic វាច្បាស់ជាងនឹងអញ្ចឹងណាអញ្ចឹងមកសម្រាប់ថាមិនជាស្រ័យមកអ្នកខ្ញុំបើខ្ញុំជាប់ផ្លូវហើយខ្ញុំលក់ដូរទៅអ្នកគ្នាហើយបើអ្នកគ្នាកម្ដៅត្រូវការទូរស័ព្ទបន្តិចអាចលេង GTA បានអ្នកគ្នាអាចតាក់ទងមកខ្ញុំបានខ្ញុំអ្នកលោកទូរស័ព្ទផ្ទាល់អញ្ចឹងខ្ញុំអាចនឹងមានទូរស័ព្ទឲ្យអ្នកគ្នាសម្រាប់លេង game GTA បានអញ្ចឹងហើយអ្នកគ្នានេះទូរស័ព្ទខ្ញុំវាសេរីខ្ពស់ដែរអ្នកគ្នាRAM វាតាមគិតទៅ RAM 12G ប៉ុន្តែវាបូកមួយ RAM 12G ទៀតវាឡើង 20G ជាងហើយអញ្ចឹងវាអាចលេង game នេះអត់ពិបាក